ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាធ្លាប់ស្គាល់ទេដើមលុយយើងធ្លាប់តែឃើញតូចសម្រាប់យើងដាក់ថូផ្កាសម្រាប់ដាក់តាំងប៉ុន្តែនេះគឺជាដើមលុយដ៏ធំមួយដែលមានអាយុច្រើនឆ្នាំដែរហើយក៏ឃើញមានផ្លែមានអីច្រើនណាស់នៅលើដើមហើយផ្លែទាំងអស់នេះបងប្អូនអាចពេលដែលវាទុំអាចយកទៅបណ្ដុះបានណាបណ្ដុះបានហើយងាយស្រួលណាស់នៅក្នុងការបណ្ដុះជារុក្ខជាតិតូចហើយយើងអាចតាំងលម្អនៅតាមហាងតាមអីបានណាហើយនេះគឺជាគ្រាប់ហើយដល់ពេលដែលយើងយកត្រាំទឹកទៅគឺវាដុះបែបនេះវាដុះពន្លកមកអញ្ចឹងណាអញ្ចឹងបងប្អូនអាចយកទៅដាក់ដីទៅហើយស្រោចទឹកដាក់នៅកន្លែងដែលមានម្លប់កម្ដៅតិចហ្នឹងទៅបងប្អូនហើយនេះវាធំហើយនេះនៅពេលដែលយើងថែវាទៅវាស្អាតបែបនេះ